ព្រះអាទិត្យនៃខែធ្នូហាក់ដូចជាអស់កម្លាំងវាព្យាយាមបញ្ចេញពន្លឺពណ៌មាសស្រាលៗកាត់តាមចម្លក់ស្លឹកឈើនៃព្រៃភ្នំដងរែកប៉ុន្តែពន្លឺនោះមិនអាចផ្ដល់ភាពកក់ក្ដៅដល់បេះដូងរបស់ទាហានដែលកំពុងឈរជើងនៅទីនេះបានទេខ្យល់រដូវរងាបានបក់បោកមកយ៉ាងខ្លាំងវាបក់កាត់លេនដ្ឋានដែលជីកចូលទៅក្នុងដីក្រហមបង្កើតបានជាសំឡេងវ៉ូវ៉ូហាក់ដូចជាសំឡេងយំនៃវិញ្ញាណក្ខន្ធដែលបានចែកឋានទៅតារាយុវជនវ័យ19ឆ្នាំអង្គុយផ្អែកខ្នងនឹងបាវខ្សាច់ដែលតម្រៀបជាជញ្ជាំងការពារដៃរបស់គេកាន់កំភ្លើង AK-47 ដ៏ចាក់មួយដាមដែលតួរបស់វាមានស្នាមកោកខ្យល់បង្ហាញពីអាយុកាលនៃការប្រើប្រាស់តារាមិនមែនជាទាហានអាជីពទេគេគ្រាន់តែជាក្មេងប្រុសម្នាក់ដែលធ្លាប់តែជួយម៉ែធ្វើស្រែនៅឯខេត្តកំពង់ស្ពឺប៉ុន្តែនៅពេលដែលសង្គ្រាមព្រំដែនបានផ្ទុះឡើងសាយជាថ្មីឈាមជួរជាកូនខ្មែរនិងកាតព្វកិច្ចការពារជាតិបានជំរុញឲ្យគេស្ម័គ្រចិត្តមកកាន់សមរភូមិមុខនេះតារាសម្លឹងមើលទៅមេឃដែលពោពេញដោយផ្សែងខ្មៅតិចៗគេនឹកផ្ទះនៅទីនេះគ្មានអ្វីក្រៅពីសំឡេងកំភ្លើងនិងក្លិននៃសេចក្តីស្លាប់នោះទេពីសប្តាហ៍ហើយដែលគេមិនបានងូតទឹកត្រឹមត្រូវឯកសណ្ឋានពណ៌ប៉ារ៉ារបស់គេប្រឡាក់ដោយដីភក់ស្ងួតនិងស្នាមប្រេងកំភ្លើងបបរមាត់របស់គេប្រេះក្រហាញដោយសារអាកាសធាតុត្រជាក់និងការខ្វះជាតិទឹកអតរ៉ាឯងកើតអីអង្គុយផ្លឹកម្លេះសំឡេងស្អាតរបស់ពូសុកបន្លឺឡើងពូសុកជាទាហានជើងចាស់អាយុ50ប្លាយគាត់ធ្លាប់ឆ្លងកាត់សមរភូមិជាច្រើនតាំងពីសម័យមុនគាត់ប្រៀបដូចជាឪពុកធម៌របស់ក្មេងៗទាហានថ្មីនៅទីនេះអត់អីទេពូខ្ញុំគ្រាន់តែនឹកម៉ែតារាឆ្លើយទាំងសំឡេងខ្សោយពូសុកដកដង្ហើមធំរួចទាញបារីស្លឹកសង្កែមួយដើមមកជក់ធម្មតាទេអាពៅអ្នកណាក៏នឹកផ្ទះដែរតែទ្រាំទៅជីវិតទាហានគឺបែបនេះឯងយើងមិនដឹងថាថ្ងៃណាវាចប់នោះទេសំខាន់គឺយើងត្រូវរស់នៅដើម្បីការពារដីនេះពាក្យថាមិនដឹងថ្ងៃណាចប់ធ្វើឲ្យតារាហាក់ដូចជាអស់សង្ឃឹមបន្តិចប៉ុន្តែរូបភាពវាស្រែពណ៌មាសដើមថ្នោតដែលឈរតម្រៀបគ្នានិងផ្ទះឈើប្រក់សង្កីចាស់តែមានកក់ក្ដៅនៅតែដក់ជាប់ក្នុងបេះដូងរបស់គេជាកម្លាំងចិត្តតែមួយគត់ម៉ោង 5:15 នាទីរសៀលសំឡេងម៉ាស៊ីនរថយន្តយោធាធុនធំបានលាន់ឮពីចម្ងាយវាជាសំឡេងដែលទាហានគ្រប់រូបទន្ទឹងរង់ចាំរថយន្តដឹកស្បៀងបានមកដងហើយកងទាហានដែលកំពុងលេះខ្លួនក្នុងលេនដ្ឋានបានចេញមកក្រៅដោយទឹកមុខរីករាយរថយន្តនេះមិនត្រឹមតែដឹកគ្រាប់កំភ្លើងនិងអង្ករនោះទេវាក៏បានដឹកនាំន័យសម្បុត្រនិងរបក់ផ្ងាពីគ្រួសារផងក្នុងសម័យសង្គ្រាមដែលប្រព័ន្ធទូរស័ព្ទបានកាត់ផ្ដាច់នៅតំបន់ខ្លះឬមិនមានសេវាការសរសេរសម្បុត្រនិងផ្ញើរបស់របរតាមរថយន្តឈ្នួលឬរថយន្តទ័ពគឺជាមធ្យោបាយតែមួយដើម្បីទាក់ទងគ្នាតារារត់ទៅជួយសែងកេះទឹកសុទ្ធចុះពីរថយន្តភ្នែករបស់គេចេះតែលាកទៅមើលថង់បាវមួយដែលមេបញ្ជាការកំពុងរៀបចំចែកឈ្មោះសុកជាមេបញ្ជាការហៅឈ្មោះពូសុកដើរទៅរទួលយកកញ្ចប់របស់គាត់ទាំងញញឹមឈ្មោះវិបុលឈ្មោះសំណាងតារាឈររងចាំដោយបេះដូងលាត់ញាប់ចុះបើម៉ែមិនដឹងថាខ្ញុំនៅទីនេះចុះបើម៉ែមិនមានលុយផ្ញើមកឈ្មោះតារាសំឡេងនោះប្រៀបដូចជាទឹកអមរិតតារាស្ទុះទៅមុខទទួលយកកេះកាត់តុងតូចមួយដែលបិទស្កុតយ៉ាងជិតកេះនោះមិនធ្ងន់ទេប៉ុន្តែសម្រាប់តារាវាមានទម្ងន់ស្មើនឹងពិភពលោកទាំងមូលនៅលើកេះមានអក្សរដែលសរសេរដោយក្មេងញេញញីប្រហែលជាអក្សររបស់អ្នកជិតខាងដែលម៉ែពឹងឲ្យសរសេរឲ្យផ្ញើជូនកូនតារាពីម៉ែនេះនៅកំពង់ស្ពឺតារាអោបកេះនោះជាប់នឹងទ្រូងរត់ត្រឡប់មកកាន់កន្លែងសម្រាកវិញភ្លាមគេអង្គុយចុះរួចចាប់ផ្ដើមហែកស្កុតដោយប្រុងប្រយ័ត្ននៅក្នុងនោះមានសារ៉ូងថ្មីមួយក្រមាពណ៌ក្រហមមួយនិងប្រអប់ផ្លាស្ទិកពណ៌លឿងមួយគ្រាន់តែឃើញប្រអប់នោះភ្លាមទឹកមាត់របស់តារាក៏ហូរចេញមកគេស្គាល់ប្រអប់នេះច្បាស់ណាស់វាគឺជាប្រអប់ដែលម៉ែតែងតែដាក់បាយឲ្យគេទៅរៀនកាលពីនៅតូចតារាបើកគម្របប្រអប់បន្តិចក្លិនដ៏សែនឈ្ងុយបានសាយភាចេញមកគ្របដំបប់ក្លិននៃសង្គ្រាមទាំងអស់វាគឺជាប្រហុកលីងមិនមែនជាប្រហុកធម្មតាទេគឺជាប្រហុកលីងរូបមន្តពិសេសរបស់ម៉ែសាច់ប្រហុកចិញ្ច្រាំលាយជាមួយសាច់ជ្រូក3ជាន់រំលីងជាមួយខ្ទឹមសម្ទេសក្រហមឆ្អិនឆ្អៅនិងដាក់ទ្រាប់ពុតលំញងតូចក្លិនរបស់វាឈ្ងុយ
មុតនឹងដាស់អារម្មណ៍ឲ្យនឹកទៅដល់ផ្ទះបាយនៅស្រុកស្រែនៅក្រោមប្រអប់មានក្រដាស់មួយសន្លឹកទៀតតារាយកមកអានកូនពៅរបស់ម៉ែដឹងថាឯងពិបាកណាស់នៅទីនោះម៉ែធ្វើប្រហុកលីងនេះដាក់សាច់ជ្រូកច្រើនឲ្យកូនឯងម៉ែបានលក់មាន់មួយក្បាលដើម្បីទិញសាច់ជ្រូកនិងអង្ករផ្ញើឲ្យកូនហូបឲ្យឆ្អែតណាកូននឹងឲ្យមានកម្លាំងការពារជាតិហើយឆាប់បានមកផ្ទះវិញម៉ែនឹកកូនណាស់យប់មិញម៉ែយល់សប្បាយឃើញឯងមកផ្ទះឯងឃ្លានបាយម៉ែធ្វើម្ហូបនេះទាំងទឹកភ្នែកម៉ែរក្សាខ្លួនណាកូនតារាអានចប់ទឹកភ្នែករបស់គេស្រក់តក់លើក្រដាស់សម្បុត្រដំណក់ទឹកភ្នែកបានធ្វើឲ្យទឹកថ្នាំពណ៌ខៀវប្រែជារលាយគេនឹកឃើញមុខម៉ែមុខដែលមានស្នាមជ្រីជ្រួញតែពោពេញទៅដោយភាពកោះក្ដៅម៉ោង 6 ល្ងាចប៉ុស្តិ៍របស់តារាយំគរុកពេញមួយថ្ងៃនេះគេបានស៊ីតែនំប៉័ងស្ងួតមួយដុំប៉ុណ្ណោះក្លិនប្រហុកលីងនៅចំពោះមុខកំពុងតែទាក់ទាញគេយ៉ាងខ្លាំងមិត្តភ័ក្តិរួមលេងដ្ឋាន 2-3 នាក់ទៀតសម្លឹងមកប្រអប់បាយនោះដោយការច្រន់កែងនិងលេបទឹកមាត់តារាឯងមិនហូបទេបើមិនហូបទេចែកគ្នាសិនមកតែហ៊ានម្នាក់និយាយលេងសើចតារាប្រញាប់បិទគម្របប្រអប់វិញភឹបអត់ទេបងខ្ញុំទុកសិនពូសុកដែលអង្គុយជិតនោះសួរដោយការងឿងឆ្ងល់ហេតុអីបានជាឯងមិនហូបរបស់ឆ្អែមនៅមុខហើយឯងកំពុងឃ្លានទៀតហូបទៅកុំទុកយូរខ្លាចខូចតារាញញឹមស្ងួតហើយយកដៃអង្អែលប្រអប់បាយនោះថ្មឥឡូវវានៅព្រលឹមស្ថានភាពនៅច្របល់ណាស់ខ្ញុំខ្លាចកំពុងហូបទៅពួកវាបាញ់មករត់ចោលបាយម្យ៉ាងទៀតខ្ញុំចង់ទុកវាហូបនៅពេលដែលស្ងប់ស្ងាត់ល្អតារាផ្អាកបន្តិចរួចបន្តទាំងភ្នែករលីងរលំនេះគឺជាបាយដៃម៉ែខ្ញុំចង់ដាំបាយកកដ៏ក្តៅមួយចានគោមធំមួយហើយហូបជាមួយប្រហុកនេះឲ្យឆ្អែតមាត់ខ្ញុំចង់ហូបវាដោយសំសើមទទួលយករសជាតិស្នាដៃម៉ែឲ្យអស់ពីចិត្តខ្ញុំនឹងទុកវាហូបនៅយប់នេះពេលដែលខ្ញុំចេញវេនយាមចាប់នៅម៉ោង 11 យប់ពេលនោះស្ងប់ស្ងាត់ណាស់ពូសុកសម្លឹងមុខក្មេងប្រុសនោះដោយក្តីអាណិតគាត់យល់ពីអារម្មណ៍នេះការពន្យានៃសេចក្តីសុខដើម្បីឲ្យសេចក្តីសុខនោះកាន់តែមានរសជាតិតាមចិត្តឯងទៅចោះតែប្រយ័ត្នឃ្លានខ្យល់ចាប់ណាស់តារាយកប្រអប់បាយនោះដាក់ចូលទៅក្នុងកាតាបស្ប៉ាយពណ៌ខ្មៅរបស់គេបានយកអាវចាស់មួយសន្លឹកមករំការពារដើម្បីកុំឲ្យវាកំពប់ឬបែកគេទុកកាតាបនោះត្រន់ក្បាលដំណេរក្នុងរណ្ដៅហាក់ដូចជាវត្ថុមានតម្លៃបំផុតក្នុងជីវិតម៉ោង 10:45 នាទីយប់ភាពងងឹតបានលេបត្របាភ្នំដងរែកទាំងមូលគ្មានពន្លឺផ្កាយតិចតួចណាប៉ុណ្ណោះដែលភ្លឺតារាកំពុងឈរយាមនៅទីតាំងការពារខាងមុខខ្យល់កាន់តែត្រជាក់ខ្លាំងឡើងធ្វើឲ្យគេញ័រនៅក្នុងចិត្តរបស់តារាគេកំពុងរាប់ម៉ោងថយក្រោយនៅតែ18នាទីទៀតទេនឹងដល់ម៉ោងបាយហើយម៉ែអើយចាំកូនណាកូនចិត្តបានហូបបាយម៉ែហើយតារាស្រមៃឃើញរសជាតិប្រហុកប្រៃហិលប៉ះនឹងអណ្ដែករបស់គេគ្រាន់តែគិតក៏មានកម្លាំងចិត្តដែរប៉ុន្តែសង្គ្រាមមិនដែលមានចិត្តមេត្តានោះទេវីសសំលេងកំជ្រួយហួចកាត់អាកាសបំបែកភាពស្ងប់ស្ងាត់ដាំងដីដែលតារាឈោបានញ័ររង្គើពន្លឺភ្លើងពណ៌ទឹកក្រូចបានឆាបឈើនៅចម្ងាយប្រហែល50 ម៉ែត្រពួកវាវាយប្រហារសំលេងវិទ្យុតាក់ទងស្រែកឡូឡាគ្រប់គ្នាប្រចាំកន្លែងបាញ់តបតភ្លាមនោះគ្រាប់កំភ្លើងធំរាប់សិបគ្រាប់បានធ្លាក់មកដោយទឹកភ្លៀងសមរភូមិដែលស្ងប់ស្ងាត់ប្រែជាឋាននិរោធក្នុងមួយប៉ព្រិចមេឃការវាយប្រហារលើកនេះសាហាវជាងរាល់ដងសត្រូវហាក់ដូចជាចង់កំភ្លេចអ្វីទាំងអស់មិនឲ្យសល់នោះទេតារាស្ទុះរត់ទៅរកកំភ្លើងយន្តរបស់គេប៉ុន្តែចិត្តរបស់គេនៅតែនឹកឃើញរឿងមួយកាតាបស្ប៉ាយនៅក្នុងភាពវឹកវរតារានឹកឃើញថាកាតាបដាក់បាយរបស់គេស្ថិតនៅរណ្ដៅខាងក្រោយដែលមិនសូវមានសុវត្ថិភាពកាតាបខ្ញុំបាយម៉ែជំនួសឲ្យការរត់ចូលរណ្ដៅសុវត្ថិភាពតារាបានសម្រេចចិត្តរត់កាត់គ្រាប់កំភ្លើងសម្ដៅទៅកាន់កន្លែងដែលគេទុកកាតាបតារាកុំទៅគ្រោះថ្នាក់ណាស់ពូសុកស្រែកខាត់ពីចម្ងាយតែតារាមិនស្ដាប់សម្រាប់គេប្រអប់បាយនោះមិនមែនជាអាហារទេវាគឺជាបេះដូងរបស់ម៉ែគេមិនអាចឲ្យវាត្រូវគ្រាប់កំភ្លើងបែកខ្ទេចបានទេគេមិនអាចឲ្យការលះបង់របស់ម៉ែលក់មាន់ដើម្បីទិញសាច់ជ្រូកคล้ายជាអាសារបាំងទេតារាទៅដល់កាតាបគេអោបវាជាប់នឹងទ្រូងស្រាប់តែវីសផឹងគ្រាប់ផ្លោងមួយគ្រាប់បានធ្លះចំរណ្ដៅនោះ
សំឡេងផ្ទុះបានលុបបំបត្តិអ្វីៗទាំងអស់ដីថ្មនិងផ្សែងខ្មៅបានហត់ខ្ចាត់ខ្ចាយរាងកាយរបស់តារាត្រូវបានកម្លាំងផ្ទុះបោកផ្ទឹបហើយអ្វីៗក៏ប្រែជាស្ងប់ស្ងាត់ជាងសម្រាប់តារាព្រឹកថ្ងៃទី24ខែធ្នូ2025ព្រះអាទិត្យរះឡើងសាយជាថ្មីប៉ុន្តែវាមិនបាននាំមកនូវសន្តិភាពនោះទេសំឡេងកំភ្លើងបានស្ងប់ស្ងាត់ទៅវិញជាបណ្ដោះអាសន្នដោយសារតែភាគីទាំងសងខាងអស់កម្លាំងនិងត្រូវការពេលដើម្បីប្រមូលសាកសពនិងរៀបចំគ្រាប់កំភ្លើងសម្រាប់ការវាយប្រហារលើក្រោយសង្គ្រាមនេះនៅតែបន្តគ្មានអ្នកណាដឹងថាថ្ងៃបញ្ចប់នៅពេលណានោះទេពូសុកដែលមានរបួសនៅដៃឆ្វេងដើរត្រេត្រាវកាត់តាមគំនរបាក់បែកដើម្បីរកមើលកូនចៅតារាគាត់ហៅឈ្មោះក្មេងប្រុសនោះទាំងសំឡេងខ្សោយៗគាត់បានដើរទៅដល់រណ្ដៅដែលត្រូវគ្រាប់ផ្លោងកាលពីយប់មិញ